សួស្តីអ្នកនរនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអ្នកនរគ្នាតើតើទៅនឹងការដាក់ពណ៌ទៅលើក្រឡាឬក៏ផ្ទៃតារាងរបស់យើងអញ្ចឹងកន្លែងនេះវាមានភាពងាយស្រួលមែនទែនសម្រាប់អ្នកនរគ្នាហើយមើលតែបន្តិចទៅចេះហើយអ្នកនរគ្នាតើតើទៅនឹងការដាក់ពណ៌ទៅលើតារាងជាក់ស្ដែងខ្ញុំមានតារាងហើយស្រាប់ដែលខ្ញុំបានធ្វើពីមេរៀនមុនពាក់ព័ន្ធនឹងមេរៀនការបង្កើតតារាងអ្នកនរគ្នាអាចបើចង់ចេះបង្កើតតារាងអាចទៅមើលនៅវីដេអូមេរៀនទី6បានហើយវីដេអូនេះខ្ញុំនឹងបង្ហាញអ្នកនរគ្នាទៅនឹងការដាក់ពណ៌ទៅលើផ្ទៃតារាងជំហានទី1ដែលអ្នកនរគ្នាត្រូវតែចូលទៅ select វាជាមុនសិនណាឧទាហរណ៍ថាខ្ញុំចង់ដាក់ពណ៌ទៅលើចាប់ពីលេខរៀងរហូតដល់នេះទៅចំណងជើងក្បាលខាងលើនេះអ្នកនរគ្នា select ប៉ុណ្ណឹងមកបន្ទាប់មកយើងមើលទៅលើ home ហើយមកមើលទៅលើកន្លែងនេះគេហៅថា fill color អញ្ចឹងយើងចុចកន្លែងសញ្ញាព្រួយនេះដើម្បីយើងរើសពណ៌ច្រើនទៀតបើសិនជាអ្នកនរគ្នារើសចុចលើពណ៌នៅកន្លែង fill លច្ចៈនេះគឺបានមកពណ៌លឿងអ្នកនរគ្នាអញ្ចឹងបើចង់បានពណ៌ច្រើនចុចកន្លែងសញ្ញាព្រួយនេះហើយរើសមកពណ៌ណាដែលយើងពេញចិត្តរើសពណ៌ហ្នឹងមកណាមានពណ៌ច្រើនហើយបើចង់បានពណ៌ច្រើនទៀតក្រៅពីនេះទៀតយើងចូលទៅ more color ហើយខ្ញុំរើសពណ៌មួយខ្ញុំរើសពណ៌រៀងទឹកក្រូចពណ៌ទឹកក្រូចចុះរើសមួយសិនណានេះហើយចុច OK ពេលនោះយើងនឹងបានពណ៌ដែលយើងពេញចិត្តនឹងឯងចុះយើងចង់ដាក់ពណ៌វិញធ្វើម៉េចបងប្អូនបើយើងចង់ដាក់ពណ៌វិញគឺយើងគ្រាន់តែចូលទៅកន្លែងដដែលហើយយកពីថា no ទៅអូភ្លេចប្រាប់មុនយើងដាក់ពណ៌យើង select ដូចគ្នាបងប្អូនយើងត្រូវ select លើ fill ទាំងអស់ដូចគ្នាហើយយកកន្លែងចាក់ពណ៌ដូចមិញដែរហើយយកពីថា no fill អានេះរបៀបដោះពណ៌វិញបាទមានតែប៉ុណ្្នឹងទេតើតើនឹងការចាក់ពណ៌និងការដោះពណ៌ឥឡូវខ្ញុំដាក់វិញណាខ្ញុំរើសពណ៌ដាក់វិញខ្ញុំរើសយកពណ៌ខៀវចុះប៉ុន្តែពេលដែលខ្ញុំដាក់ពណ៌នេះមើលទៅអក្សរគឺអត់លេចជាមួយនឹងពណ៌ខៀវទេគឺពណ៌ខ្មៅណាដូច្នេះយើងត្រូវចាប់ផ្ដើមរៀនដូរពណ៌ទៅលើអក្សរទៀតអញ្ចឹងដើម្បីដូរពណ៌លើអក្សរមិនខុសពីការដូរពណ៌ទៅលើ fill ទេទាំងអស់នេះគឺគ្រាន់តែ select វាជាមុនសិនឥឡូវមកប៉ុណ្ណេះខ្ញុំចង់select ចាប់ពី column A រហូតដល់ column C ខ្ញុំចង់ដូរពណ៌អក្សរលេខរៀងកូដនាមនិងភេទហ្នឹងទៅជាពណ៌សអញ្ចឹងខ្ញុំមើលទៅលើអក្សរ A នេះមើលលើអក្សរ A ហ្នឹងហើយចុចទៅលើពណ៌ដែលយើងពេញចិត្តអញ្ចឹងជាទូទៅពណ៌នេះគឺវាស៊ីជាមួយពណ៌សแล้วក៏ដាក់ពណ៌សណារើសពណ៌ទៅបានហើយបើចង់ពណ៌ច្រើនទៀតមិនខុសពីមិញទេគឺយើងចូលទៅ more color ហើយរើសទៅយកពណ៌ណាដែលយើងគិតថាស្អាតហើយអូខេក៏បានដូចគ្នាដែរបាទហើយចំពោះប៉ុណ្ណេះខ្ញុំចង់ដូរពណ៌អក្សរទៅជាពណ៌ផ្សេងដូច្នេះខ្ញុំត្រូវ select ចាប់ពីហ្នឹងរហូតដល់នេះដូចមុនដែរបន្ទាប់មកខ្ញុំចូលទៅរើសពណ៌ដូចមុនដែរចូលកន្លែងអក្សរ A ដែលមានឈ្មោះថា font color អញ្ចឹងខ្ញុំរើសកន្លែងសញ្ញាព្រួយអ្នកនរគ្នារើសពណ៌ដែលយើងពេញជាទូទៅតនេះគឺពណ៌នេះវាស៊ីនឹងពណ៌លឿងអ្នកនរគ្នានេះឃើញពណ៌លឿងណាបាទឥឡូវខ្ញុំចង់ដូរទៅលើលេខទាំងអស់នេះទៀតបាទលេខនេះដាក់ពណ៌អីផ្សេងមួយទៀតបាទខ្ញុំរើសយកពណ៌ក្រហមចុះបាទអញ្ចឹងយកទៅ fill font color ហើយយកពណ៌ក្រហមដូចមិញដែរបាទនៅក្នុងមេរៀននេះគឺយើងចេះពីតើតើនឹងចាក់ពណ៌ទៅលើ fill បាទចាក់ពណ៌ទៅលើអក្សរឬក៏លេខបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេសង្ឃឹមថាអ្នកនរគ្នាបានចំណេះដឹងមួយនេះជួបគ្នានៅវីដេអូក្រោយបើសិនជាពេញចិត្តលើវីដេអូនេះអ្នកនរគ្នាអាចចុច subscribe នៅលើ channel របស់ខ្ញុំម្នាក់មួយផងបាទអរគុណជួបគ្នាវីដេអូក្រោយ